ជំរាបសួរលោកគ្រូដើម្បីប្រើ file នេះបានពេលដែលលោកគ្រូចូលមកគ្រូរើសសាលារបស់លោកគ្រូរើសស្រុករើសសាលាអីចឹងមកមកថាវិទ្យាល័យហ្នឹងអញ្ចឹងបើសិនបើលោកគ្រូអត់ដឹងថាលេខសម្ងាត់ប្រមាណលោកគ្រូមើលមកកន្លែងនេះបាទគ្រូវាយលេខហ្នឹងឲ្យដូចមកប៉ុន្តែអាសញ្ញាលេខដកខាងមុខនេះលោកគ្រូវាយលេខ0វិញ0អញ្ចឹងយើងបានលេខ6 03 01 02 902បាទនេះយើងវាយដូចលេខហ្នឹងមកចុចចូលប្រើអូចូលคลิกដូរ key Unicode បាទ0603 0102 902បាទអញ្ចឹងប៉ុណ្ណឹងមកយើងចូលបានហើយតោះមកយើងចុចលើអាប៊ូតុងពណ៌ខៀវបៃតងនេះយើងចាប់ផ្ដើមកន្លែងហ្នឹងយើងមានចំណុចមួយដែលសារគ្នាយើងសួរថាចុះបើបុគ្គលិកយើងគាត់មិននៅនឹងអង្គភាពហ្នឹងទេគាត់ដូរចេញឬក៏យើងខ្វះមានពីរណាមានលើសមានខ្វះឥឡូវខ្ញុំនិយាយលក្ខណៈលើសសិនមានន័យថាបុគ្គលិកហ្នឹងអត់នៅនឹងអង្គភាពយើងទេគាត់ដូរចេញបាត់ហើយចឹងលោកចុចលើព័ត៌មានបុគ្គលិកវេនបង្រៀននេះព័ត៌មានបុគ្គលិក/វេនបង្រៀនហើយយើងរកឈ្មោះហ្នឹងមកឧបមាថាគ្រូម្នាក់ហ្នឹងគាត់ឈ្មោះហើយឈ្មោះនេះមួយនេះឧទាហរណ៍ណាគ្រូចឹងលោកគ្រូឃើញហើយលោកគ្រូចុចលើឈ្មោះហ្នឹង2ដងមកនេះវាមកនេះចឹងកន្លែងហ្នឹងគ្រូចុចដើម្បីដូរបានណាបើយើងអត់នេះទេវាចុចអត់បានទេជាប់ទាំងអស់ចុចអត់បានទេគ្រូចុចលើសញ្ញារូបមេសោនេះចុចវាចេញសញ្ញាមេសោដោះចឹងលោកគ្រូរើសសាលាបើគាត់ហ្នឹងមិននៅក្នុងសាលាដែលយើងកំពុងធ្វើការហ្នឹងទេសាលារបស់យើងបាទមិនមែននៅក្នុងជាស៊ីមវងថ្មគូដូរទៅដាក់ទៅសាលាផ្សេងមកថាគាត់ទៅបន្លាយគូចុចលើបន្លាយទេមកគូបិទទៅគូចុចឡើងវិញនេះឈ្មោះហ្នឹងឃើញគាត់រត់មកសាលាផ្សេងទេអញ្ចឹងធ្វើបែបនេះគាត់លែងនៅក្នុងសាលារបស់យើងទៀតដែរអញ្ចឹងរបៀបដាក់ឲ្យទៅសាលាផ្សេងអញ្ចឹងអារបៀបដាក់ចូលមកសាលាយើងវិញគឺអញ្ចឹងដែរបាទដាក់ឡប់មកវិញគឺអញ្ចឹងដូចគ្នាแล้วឧបមាថាដោយលោកគ្រូម្នាក់នេះគាត់នៅបលាយជាស៊ីមបលាយប៉ុន្តែយើងចង់ដាក់មកហ៊ុនសែនបលាំងអញ្ចឹងយើងចុចលើឈ្មោះហ្នឹង2ដងក៏បើคลิกណាគ្រូហើយយើងចុចសញ្ញាដោះសោតាមនេះលោកគ្រូរើសសាលាត្រូវមកវិទ្យាល័យហ៊ុនសែនបលាំងនេះចុចប៉ុណ្ណឹងមកបិទទៅជាប់ហើយគេនៅជាប់អញ្ចឹងលោកគ្រូចុចឈ្មោះនឹងឡើងវិញមកនេះឃើញវីដេអូកន្លែងហ្នឹងគឺមានប៉ុណ្ណឹងបាទធ្វើអញ្ចឹងទៅវាចូលហើយបើអ្នកដែលលើវារត់ទៅសាលាគេអ្នកដែលខ្វះយើងធ្វើអញ្ចឹងរត់មកសាលាយើងវិញបាទមានប៉ុណ្ណឹងបាទអរគុណ